សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel 361 Healthy របស់យើងសាជាថ្មីតើបងប្អូនធ្លាប់ឮគេនិយាយតគ្នាទេថាកុំញ៉ាំតែហ៊ូច្រើនពេកប្រយ័ត្នធ្វើឲ្យអរម៉ូនបរោះធ្លាក់ចុះឬក៏ផឹកទឹកសណ្តែកច្រើនធ្វើឲ្យប្រុសក្លាយទៅជាស្រីជំនឿទាំងនេះបានផ្សព្វផ្សាយពាសពេញក្នុងសង្គមនិងតាមអ៊ីនធឺណិតដែលធ្វើឲ្យបរោះជាច្រើនមានការព្រួយបារម្ភនិងខ្លាចរអាក្នុងការទទួលទានផលិតផលពីសណ្តែកសៀងតើការអះអាងទាំងនេះមានមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់ឬគ្រាន់តែជាការយល់ខុសតៗគ្នានៅក្នុងវីដេអូនេះយើងនឹងបកស្រាយការពិតឲ្យបានស៊ីជម្រៅដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រចុងក្រោយបង្អស់តើសណ្តែកសៀងជាមិត្តឬជាសត្រូវសម្រាប់អរម៉ូនបរោះតោះចាប់ផ្ដើមស្វែងយល់ទាំងអស់គ្នាផ្នែកទី1តើមូលហេតុនៃការភ័យខ្លាចនេះកើតចេញពីអ្វីដើមចមនៃចំណេះដឹងអំពីការព្រួយបារម្ភនេះគឺផ្ដើមចេញពីសមាសធាតុម្យ៉ាងដែលមាននៅក្នុងសណ្តែកសៀងដែលមានឈ្មោះថា Phytoestrogen ពាក្យនេះអាចស្ដាប់ទៅគួរឲ្យខ្លាចបន្តិច Phyto មានន័យថារុក្ខជាតិហើយ Estrogen គឺជាអរម៉ូនភេទស្រីដ៏សំខាន់ដូច្នេះ Phytoestrogen គឺជាសមាសធាតុពីរុក្ខជាតិដែលមានរចនាសម្ព័ន្ធគីមីស្រដៀងទៅនឹងអរម៉ូន Estrogen នៅក្នុងខ្លួនរបស់មនុស្សយើងសមាសធាតុសំខាន់នៅក្នុងសណ្តែកសៀងដែលស្ថិតនៅក្នុងក្រុមនេះមានឈ្មោះថា Isoflavone ដោយសារតែភាពស្រដៀងគ្នានេះហើយទើបមនុស្សជាច្រើនជឿថានៅពេលដែលបរិះទទួលទានសណ្តែកសៀងសមាសធាតុនេះនឹងចូលទៅក្នុងខ្លួនហើយធ្វើត្រាប់តាមអរម៉ូនភេទស្រីដែលនាំឲ្យមានផលប៉ះពាល់ដូចជាធ្វើឲ្យកម្រិតអរម៉ូនតេស្តូស្តេរ៉ូនថយចុះធ្វើឲ្យកម្រិតអរម៉ូនអេស្ត្រូហ្សែនកើនឡើងនិងអាចប៉ះពាល់ដល់សុខភាពផ្លូវភេទរបស់បុរសទ្រឹស្ដីនេះស្ដាប់ទៅសមហេតុផលណាស់ប៉ុន្តែតើវិទ្យាសាស្ត្រនិយាយយ៉ាងណាដែរផ្នែកទី2ការបកស្រាយតាមបែបវិទ្យាសាស្ត្រតើកូនសោនេះពិតជាអាចដោះមេសោបានដែរឬទេដើម្បីឲ្យងាយយល់សូមស្រមៃថាអរម៉ូនអេស្ត្រូហ្សែននៅក្នុងខ្លួនយើងប្រៀបដូចជាកូនសោដ៏ល្អឥតខ្ចោះមួយហើយកន្លែងទទួលអរម៉ូននៅលើកោសិការបស់យើងគឺមេសោនៅពេលដែលកូនសោពិតប្រាកដចូលទៅក្នុងមេសោវាដោះសោបានយ៉ាងងាយហើយបញ្ចេញប្រតិកម្មជីវសាស្ត្រយ៉ាងពេញលេញឥឡូវនេះចូលគិតពី Phytoestrogen ពីសណ្តែកសៀងថាជាកូនសោចម្លងមួយវាមានរាងស្រដៀងទៅនឹងកូនសោពិតប្រាកដដែរហើយអាចចូលទៅក្នុងមេសោបានប៉ុន្តែវាខុសគ្នាត្រង់ចំណុចសំខាន់នេះវាខ្សោយជាងរាប់រយដងឥទ្ធិពលរបស់ Phytoestrogen គឺខ្សោយជាង Estrogen ពិតប្រាកដដែលរាងកាយយើងផលិតរាប់រយទៅរាប់ពាន់ដងដូច្នេះទោះបីជាវាចូលទៅក្នុងមេសោក៏ប្រតិកម្មដែលវាកើតឡើងគឺតិចតួចបំផុតវាអាចមានឥទ្ធិពលប្រឆាំង Estrogen នៅក្នុងករណីខ្លះនៅពេលដែលកូនសោចម្លង Phytoestrogen នេះចូលទៅក្នុងមេសោវាបានរារាំងកូនសោពិត Estrogen មិនឲ្យចូលបាននេះមានន័យថាវាមិនត្រឹមតែមិនបង្កើនឥទ្ធិពល Estrogen ប៉ុណ្ណោះទេតែវាថែមទាំងអាចជួយកាត់បន្ថយឥទ្ធិពលរបស់ Estrogen នៅក្នុងជាលិកាមួយចំនួនទៀតផងផ្នែកទី3តើភស្តុតាងពីការសិក្សាស្រាវជ្រាវបង្ហាញអ្វីខ្លះទ្រឹស្ដីគឺជារឿងមួយប៉ុន្តែភស្តុតាងជាក់ស្ដែងអំពីការសិក្សាលើមនុស្សគឺជារឿងសំខាន់ជាងការភ័យខ្លាចអំពីសណ្តែកសៀងភាគច្រើនកើតចេញពីការសិក្សាដំបូងទៅលើសត្វកណ្ដុរនិងករណីសិក្សាប្លែកៗមួយចំនួនតូចលើមនុស្សដែលទទួលទានក្នុងបរិមាណច្រើនហួសហេតុឧទាហរណ៍បុរសម្នាក់ដែលផឹកទឹកសណ្តែកជិត3លីត្រជារៀងរាល់ថ្ងៃករណីទាំងនេះមិនអាចយកមកធ្វើជាមូលដ្ឋានសម្រាប់ប្រជាជនទូទៅបានទេផ្ទុយទៅវិញការសិក្សាស្រាវជ្រាវធំនឹងគួរឲ្យទុកចិត្តបំផុតបានបង្ហាញលទ្ធផលខុសពីនេះទាំងស្រុងការសិក្សាមួយដែលគេហៅថាការវិភាគមេតាដែលជាការប្រមូលនិងវិភាគលទ្ធផលពីការសិក្សាជាច្រើនរួមបញ្ចូលគ្នាបានផ្ដល់ចម្លើយយ៉ាងច្បាស់លាស់ការវិភាគមេតាមួយក្នុងឆ្នាំ2010ដែលបានវិភាគលើការសាកល្បងព្យាបាលចំនួន15ករណីបានសន្និដ្ឋានថាការទទួលទានសណ្តែកសៀងឬប្រូតេអ៊ីន Isoflavone មិនមានឥទ្ធិពលគួរឲ្យកត់សម្គាល់ទៅលើកម្រិតអរម៉ូនតេស្តូស្តេរ៉ូនសរុបរបស់បុរសនោះទេ
ការវិភាគមេតាមួយទៀតដែលត្រូវបានគេធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំ2021បានវិភាគលើការសិក្សាដល់ទៅ41ករណីហើយលទ្ធផលក៏នៅតែដដែលមិនមានភស្តុតាងណាមួយបង្ហាញថាការទទួលទានសណ្តែកសៀងក្នុងបរិមាណធម្មតាធ្វើឲ្យប៉ះពាល់ដល់អរម៉ូនតេស្តូស្តេរ៉ូនឬអេស្ត្រូហ្សែនរបស់បុរសឡើយការសិក្សាទាំងនេះក៏មិនបានរកឃើញលទ្ធផលប៉ះពាល់ទៅលើគុណភាពឬបរិមាណមេជីវិតឈ្មោលដែរសរុបមកភស្តុតាងវិទ្យាសាស្ត្រដ៏លើសលប់បានបង្ហាញថាការទទួលទានសណ្តែកសៀងក្នុងកម្រិតមធ្យមគឺមានសុវត្ថិភាពសម្រាប់អរម៉ូនបុរសផ្នែកទី4តើបរិមាណសមរម្យមានន័យដូចម្តេចពាក្យថាសមរម្យគឺជាគន្លឹះតើកម្រិតណាមួយដែលចាត់ទុកថាធម្មតាជាទូទៅការទទួលទានផលិតផលសណ្តែកសៀងពី1ទៅ3ដងក្នុងមួយថ្ងៃត្រូវបានចាត់ទុកថាមានសុវត្ថិភាពនិងថែមទាំងមានអត្ថប្រយោជន៍ចំពោះសុខភាពទៀតផងឧទាហរណ៍ទឹកសណ្តែកមួយកែវប្រហែល250មីលីលីត្រតៅហ៊ូប្រហែលកន្លះដុំប្រហែល100ទៅ120ក្រាមសណ្តែកសៀងបៃតងអ៊ីដាម៉ាមីមួយចានចង្កឹះបរិមាណទាំងនេះគឺជាអ្វីដែលប្រជាជននៅអាស៊ីបានទទួលទានរាប់ពាន់ឆ្នាំមកហើយដោយមិនមានបញ្ហាអរម៉ូនអ្វីនោះទេផ្នែកទី5អត្ថប្រយោជន៍របស់សណ្តែកសៀងដែលអ្នកគួរដឹងក្រៅពីមិនបង្កគ្រោះថ្នាក់សណ្តែកសៀងថែមទាំងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពបុរសទៀតផងជាប្រភពប្រូតេអ៊ីនដ៏ល្អឥតខ្ចោះសណ្តែកសៀងជាប្រូតេអ៊ីនពេញលេញមានន័យថាវាផ្ទុកអាស៊ីតអាមីណេចាំបាច់ទាំង9ដែលរាងកាយត្រូវការជាពិសេសល្អសម្រាប់អ្នកហាត់ប្រាណនិងអ្នកដែលចង់កសាងសាច់ដុំសុខភាពបេះដូងការសិក្សាជាច្រើនបានបង្ហាញថាការទទួលទានសណ្តែកសៀងអាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL ដែលជាកត្តាហានិភ័យនៃជំងឺបេះដូងសុខភាពក្រពេញប្រូស្តាតមានភស្តុតាងមួយចំនួនដែលបង្ហាញថាការទទួលទានសណ្តែកសៀងជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតដូច្នេះយើងអាចសន្និដ្ឋានបានថាជំនឿដែលថាសណ្តែកសៀងបំផ្លាញអរម៉ូនបុរសគឺជាការយល់ខុសដ៏ធំមួយដែលមិនត្រូវបានគាំទ្រដោយភស្តុតាងវិទ្យាសាស្ត្ររឹងមាំនោះទេការភ័យខ្លាចនេះកើតចេញពីការបកស្រាយខុសអំពីសមាសធាតុ Phytoestrogen និងផ្អែកលើការសិក្សាចាស់ៗដែលមិនគួរឲ្យទុកចិត្តសម្រាប់បុរសភាគច្រើនការទទួលទានតៅហ៊ូទឹកសណ្តែកឬផលិតផលសណ្តែកសៀងផ្សេងទៀតក្នុងបរិមាណសមរម្យមិនត្រឹមតែមានសុវត្ថិភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពទាំងមូលទៀតផងសូមអរគុណសម្រាប់ការទស្សនាប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយចុច like share និង subscribe Channel 361 Healthy ដើម្បីទទួលបានវីដេអូថ្មីៗស្ដីអំពីចំណេះដឹងសុខភាពពី Channel របស់យើងខ្ញុំបន្ថែមទៀតសូមជូនពរឲ្យបងប្អូនមានសុខភាពល្អទាំងអស់គ្នាសូមជម្រាបលា